ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា Channel ចាក់ផេះបានវិលត្រឡប់មកវិញហើយខ្ញុំដាក់រូបខ្ញុំនេះកុំឲ្យ YouTube គេចាប់ថាយើងជា AI អញ្ចឹងណាបងប្អូនហើយវីដេអូនេះគឺខ្ញុំសរសេររៀបរៀងដោយខ្ញុំសរសេរអត្ថបទដោយខ្ញុំផងដែរហើយចាំបងប្អូនកុំភ្លេចជួយចុច Subscribe កុំឲ្យខាត់ពេលច្រើនយើងចូលសាច់រឿងរបស់យើងទាំងអស់គ្នាដើមសាច់រឿងបង្ហាញឲ្យឃើញថានៅម៉ោង 4 ទីភ្លឺសំឡេងសូត្រនមន្តគាថាក៏បានបន្លឺឡើងមួយសន្ទុះក្រោយមកស្រាប់តែមានបរិសម្នាក់បាននិយាយឡើងថាអ្នកឆាប់យកទឹកឲ្យខ្ញុំមួយត្រឡោកមកពេលនោះស្រាប់តែឮសំឡេងមនុស្សស្រីតបមកវិញថាចាស់លោកប្តីពេលនោះនារីម្នាក់នោះក៏បានយកទឹកទៅឲ្យប្តីស្រាប់តែបន្តិចក្រោយមកក៏មានឮសំឡេងភ្នែកបន្ទោលផុងផាំងផងដែរពេលនោះភ្លៀងក៏ចាប់ដើមបង្អុរធ្លាក់មកហើយវាក៏ហាក់បីដូចជារលឹមផ្សែងក្រូចផងដែរភ្នែកបន្ទោលក៏ចេះតែបន្លឺឡើងផុងផាំងភ្នែកបន្ទោលម្ដងភ្លឺឡើងខៀវដីផងដែរយើងក្រឡេកទៅមើលបរិសដែលសូត្រមន្តគាថានោះគាត់មានឈ្មោះថាគ្រូមេងហើយប្រពន្ធរបស់គាត់នោះឈ្មោះថាអ្នកមីងសាយហើយអ្វីដែរកំសត់កំរនោះពួកគាត់មិនមានកូននោះឡើយវាហាក់បីដូចជាធម្មជាតិធ្វើបាបពួកគាត់យ៉ាងអញ្ចឹងក៏ពិតទៅគ្រូមេងនេះគាត់ពិតជាចង់បានកូនខ្លាំងណាស់ដើម្បីតវងតតកូលគាត់អីចឹងទៅប៉ុន្តែគាត់ខំយ៉ាងណាក៏វានៅតែមិនបានផលលុះកាត់មកដល់ព្រឹកឡើងរលឹមនៅតែបង្អុរចុកមកតិចហាក់បីដូចជារលឹមផ្សែងក្រូចយ៉ាងអញ្ចឹងពេលនោះស្រាប់តែគ្រូមេងក្រឡេកទៅមើលខាងមុខផ្ទះមានឃើញបរិសម្នាក់កំពុងតែដើរមកផងដែរហើយបរិសម្នាក់នោះក៏មិនទុកមាត់នៅទំនេរផងនោះគេក៏ចាប់ដើមស្រែកឡើងថាអាមេងឯងនៅផ្ទះដែរឬទេពេលនោះប្រពន្ធរបស់គ្រូមេងឈ្មោះថាអ្នកមីងសាយក៏បានតបវិញថាលោកបងតើលោកបងមករកប្តីខ្ញុំមានការអ្វីដែរពេលនោះបរិសម្នាក់នោះក៏ចង្អោលទៅលើផ្ទះថាខ្ញុំមិនចង់និយាយជាមួយអ្នកនោះទេខ្ញុំចង់និយាយជាមួយប្តីអ្នកគឺអាមេងនោះគាត់និយាយដាច់សាច់អញ្ចឹងណាបងប្អូនតាមពិតទៅបរិសម្នាក់នេះគាត់មានឈ្មោះថាព្រានដេតហើយព្រានដេតនិងគ្រូមេងនេះគាត់មិនដែលត្រូវគ្នានោះឡើយក្នុងមួយភូមិនេះមានតែគាត់ពីរនាក់នឹងនោះទេប៉ុន្តែពួកគាត់មិនដែលត្រូវគ្នានោះឡើយបងប្អូនមិនដឹងថាមានមូលហេតុអ្វីពីមុនមកនោះទេប៉ុន្តែគ្រូមេងគឺជាគ្រូដ៏ខ្លាំងមួយរូបដែរប៉ុន្តែគាត់មិនដែលចេះលេងពីខាងក្រោយទៅដាក់ព្រានដេតនោះឡើយព្រានដេតគាត់ត្រឹមតែជាព្រានព្រៃពេលទៅក្នុងព្រៃគាត់ចេះចងនៅថ្នាក់របស់គាត់សូត្រមន្តគេថាបន្តិចបន្តួចតពីតំណែងឪពុកគាត់តែប៉ុណ្ណោះគាត់បានរៀនមានគ្រូមានម៉ត្រឹមត្រូវអញ្ចឹងហើយគាត់កាន់បានតំណងខ្ជាប់ខ្ជួនខ្លាំងណាស់ប៉ុន្តែព្រានដេតនេះគាត់ក៏កំសត់កំរអត់មានកូនដូចជាគ្រូមេងយ៉ាងអញ្ចឹងពេលនោះព្រានដេតក៏នៅតែចង្អោលឡើងទៅលើផ្ទះថាអាមេងតើឯងនេះបានប្រឡែងគោឲ្យចូលទៅស៊ីដំណាំយើងនៅក្នុងភូមិរបស់យើងតើមែនទេឯងចង់ធ្វើបាបយើងមែនទេពេលនោះស្រាប់តែគ្រូមេងក៏បានបន្លឺឡើងចេញពីលើផ្ទះថាអញមិនបានប្រឡែងគោឲ្យទៅស៊ីដំណាំឯងនោះទេយើងមិនទាន់ចុះពីលើផ្ទះផងនោះគោយើងនៅឯក្រោលឯណោះឯងឆាប់ទៅមើលខ្លួនឯងទៅយើងមិនចង់និយាយជាមួយឯងនោះឡើយប៉ុន្តែព្រានដេតគឺជាមនុស្សចិត្តក្តៅគាត់បាននិយាយញែកថាយើប្រពន្ធអញខំដាំហេតុអ្វីបានជាឯងមិនចេះទទួលខុសត្រូវយ៉ាងនេះពេលនោះស្រាប់តែអ្នកមីងសាយគាត់បាននិយាយឡើងថាលោកបងអើយគោរបស់ខ្ញុំគឺនៅខាងក្រៅឯណោះពេលនោះព្រានដេតក៏បានឈរមួយសន្ទុះសេចក្ដីគិតរួចងាកទៅខាងក្រៅគោរបស់គ្រូមេងគាត់បាននឹកក្នុងចិត្តថាតើគោអ្នកណាចូលស៊ីដំណាំរបស់គាត់នៅវេលាម៉ោង 4 នោះប៉ុន្តែគាត់ច្បាស់ណាស់ថាគោនេះគឺមានតែគោគ្រូមេងតែប៉ុណ្ណោះដោយសារពណ៌វាគឺថ្នោតស្គមគាត់បានឃើញនឹងភ្នែកច្បាស់ខ្លាំងណាស់ពេលនោះអ្នកមីងសាយក៏បានឃើញព្រានដេតឈរភ្លឹកមួយសន្ទុះគាត់ក៏បាននិយាយឡើងថាឃើញទេលោកបងគោរបស់ខ្ញុំមិនទាន់ចេញពីក្រៅនោះទេពេលនោះព្រានដេតបានឃើញផ្ទាល់នឹងភ្នែកយ៉ាងនេះគាត់ក៏មានអារម្មណ៍ថាខ្មាស់ខ្លួនឯងផងដែរគាត់ក៏មិនបានសុំទោសអ្វីគាត់ក៏បានដើរ
ធ្វើដំណើរចេញពីទីនោះបាត់ទៅយើងក្រឡេកទៅមើលគ្រូម៉ែងនោះវិញគាត់បានឈរសញ្ជឹងគិតរួចនិយាយម្នាក់ឯងតិចថាយប់មិញបើសិនជាអាដេតវាហ៊ានទៅដេញគោតែបន្តិចបើសិនជាគោនោះបោកឬក៏រត់ចូលអីនោះអាដេតប្រកាសជាស្លាប់ជាមិនខានគាត់សូត្រនិមន្តគេថាយប់មិញនេះគាត់បានប្រឡែងគោឲ្យទៅស៊ីដើមដូងផ្ទះគាត់នោះទេដោយសារគ្រូម៉េងគាត់ចិញ្ចឹមគោនេះគាត់ត្រូវតែដាំដើមដូងគាត់មិនអាចឲ្យគោនេះស៊ីដូងរបស់អ្នកភូមិនោះទេហើយគាត់ប្រឡែងនេះគឺនៅក្នុងបរិវេណដីរបស់គាត់នោះទេហើយគាត់ក៏មិនដឹងថាវាចេញពីខ្សែសីមានេះគាត់មិនដឹងខ្លួននោះឡើយប្រហែលជាអាចនឹងភ្លៀងឬភ្នែកបន្ទោយប់មិញហើយមកទៅបានជាគាត់មិនដឹងថាគោរបស់គាត់ចេញពីខ្សែសីមានោះទេយើងក៏លេចទៅមើលព្រានដេតឯនោះវិញគាត់ក៏បានដើរមកដល់ផ្ទះប្រាប់ប្រពន្ធរបស់គាត់ថាអ្នកអើយគោរបស់វាគឺនៅក្នុងក្រោលនោះទេចឹងយប់មិញមិនដឹងថាគោអ្នកណានោះឡើយពេលនោះប្រពន្ធរបស់ព្រានដេតក៏បានតបវិញថាលោកប្តីអញ្ចឹងគោយប់មិញនោះគឺជាគោរបស់អ្នកណាប៉ុន្តែមិនថ្មីនោះទេយើងអាចដាំវិញបាននៅដំណាំទាំងអស់នេះប៉ុន្តែព្រានដេតក៏នៅតែគិតក្នុងចិត្តថាមិនដឹងជាគោអ្នកណានោះទេព្រោះមួយភូមិនេះគឺមានតែគោរបស់ម៉េងតែប៉ុណ្ណោះមិនអាចគោអ្នកភូមិផ្សេងមកស៊ីដំណាំរបស់យើងបាននោះឡើយហើយខ្ញុំភ្លេចប្រាប់បងប្អូនភូមិនេះគឺជាភូមិចុងព្រៃគឺនៅជាប់ព្រំដែនខ្មែរសរិនហើយខ្ញុំមិនដឹងថាភូមិនេះមិនដឹងថាគេដាក់ឈ្មោះឲ្យទៅជាភូមិអ្វីនោះទេដោយសារអេដមីនក៏មិនដឹងនោះដែរឥឡូវស្រាប់តែមិនបានប៉ុន្មានព្រានដេតក៏បាននិយាយឡើងថាស្អែកនេះបងត្រូវឡើងទៅលើភ្នំប្រហែលជា2យប់2ថ្ងៃពេលនោះប្រពន្ធរបស់ព្រានដេតដែលមានឈ្មោះថាអ្នកមីងណៃនោះគាត់ក៏បានតបវិញថាចាស់លោកប្តីហើយព្រានដេតទៅរនេះគាត់មិនចូលព្រៃជ្រៅប៉ុន្មាននោះទេគាត់ទៅរនេះគាត់ទៅរកសត្វក្តាន់ញ៉ែងសត្វជ្រូកព្រៃសត្វឆ្លុះអីជាដើមបើសិនជាគាត់បានឃើញសត្វទន្សាយទៀតនោះគាត់នឹងបាញ់វាយកមកដោយសារអ្នកមីងណៃគាត់ពិតជាចូលចិត្តសាច់សត្វទន្សាយនេះខ្លាំងណាស់លុះពេលព្រឹកឡើងព្រានដេតក៏បានរៀបចំរបស់របររួចក៏គាត់បានធ្វើដំណើរចេញទៅហើយអញ្ចឹងទេបងប្អូនដំណំអ្នកដែលនៅផ្ទះគឺដូចតែបងប្អូនបានស្ដាប់បានដឹងហើយយ៉ាងអញ្ចឹងគឺមិនខុសគ្នាប៉ុន្មាននោះទេបងប្អូនខ្ញុំសូមរៀបរាប់ត្រុសទៅចុះទី1គឺហាមសត្វសក់ហើយទី2គឺហាមបបោសដីនៅមុខផ្ទះឬក៏រៀបចំផ្ទះសម្បែងអីអញ្ចឹងទៅខ្ញុំសូមរៀបរាប់តែបន្តិចបន្តួចតែប៉ុណ្ណោះហើយពេលនោះព្រានដេតក៏បានធ្វើដំណើរចេញទៅមិនបានប៉ុន្មានគាត់ក៏ចូលដល់មាត់ព្រៃគាត់ថាពេលនោះពេលដែលគាត់ចូលទៅដល់មាត់ព្រៃនោះស្រាប់តែមានខ្យល់បក់យ៉ាងខ្លាំងផងដែរគាត់ក៏ចាប់ដើមលើកដៃសំពះរួចក៏សុំម្ចាស់ព្រៃថាកូនចៅមកនេះគឺមកបាញ់សត្វតែ1-2តែប៉ុណ្ណោះមិនចង់បានអ្វីច្រើននោះទេកូនចៅចង់បានសត្វក្តាន់ញែងមួយគ្រាន់តែយកទៅផ្ទះបើអាចកូនចៅសុំតែសត្វទន្សាយមួយទៀតក៏បានដែរកូនចៅមិនអាចយកលើសពីនឹងបានទៀតនោះទេគាត់និយាយទៅប៉ុណ្ណេះខ្យល់ក៏ចាប់ផ្ដើមស្ងប់បន្តិចស្រាប់តែគាត់មានអារម្មណ៍ហាក់បីដូចជាស្រាវឆ្អឹងខ្នងប៉ុន្តែព្រៃនេះគាត់ចូលឡើងញឹកទៅហើយនៅតែគាត់មានអារម្មណ៍ថាមិនស៊ាំនឹងបរិយាកាសនៅទីនេះនោះឡើយគាត់ក៏មិនបានគិតច្រើនអ្វីនោះក៏បានធ្វើដំណើរទៅដល់កន្លែងមួយកន្លែងនេះគាត់មិនដែលមកនោះទេហាក់បីដូចជាគាត់ចង់វង្វេងបន្តិចគាត់ដឹងកន្លែងនេះបន្តិចគាត់ថាកន្លែងនេះកាលពីចំនួនឪពុករបស់គាត់បានជូនគាត់មកទីនេះគាត់ហាក់បីដូចជាដឹងថាកន្លែងនេះគឺមានសត្វសាហាវជាច្រើនផងដែរខ្ញុំភ្លេចប្រាប់បងប្អូនពេលនោះគាត់ទៅដល់ទីនោះប្រហែលជាម៉ោង3រសៀលទៅហើយពេលនោះព្រានដេតក៏ចាប់ផ្ដើមទាញកាំបិតយកទៅកាប់ឈើមួយចំនួនយកមកសង់ធ្នាក់គាត់ពិតជាធ្វើលឿនខ្លាំងណាស់ដោយសារគាត់គឺជាព្រានព្រៃជំនាញមួយរូបផងដែរហើយគាត់ធ្វើមិនបានប៉ុន្មានក៏រួចរាល់គាត់ក៏ចាប់ផ្ដើមឡើងទៅលើភ្នាក់ជាប្រញាប់ពេលនោះ
កំឡុងប្រហែលជាម៉ោង 4 ទៅហើយសត្វតូចធំក៏ចាប់ផ្ដើមផ្អើលពីព្រៃម្ខាងសម្ដៅរត់មកកន្លែងនេះគាត់ក៏ចាប់ផ្ដើមសម្លឹងសង្កេតមើលទៅគាត់ថាសត្វពិតជាច្រើនខ្លាំងណាស់នៅទីនោះហើយមេឃក៏ចាប់ផ្ដើមងងឹតបន្តិចម្ដងគាត់ថាពីពេលថ្ងៃហាក់បីដូចជាឋានសួគ៌យ៉ាងអញ្ចឹងពេលយប់ឡើងគាត់ថាហាក់បីដូចជានៅក្នុងភពមួយផ្សេងទៀតហើយគាត់នៅលើធ្នាក់នេះគាត់ក៏បានសូត្រនៅមន្តគាថាដែលឪពុករបស់គាត់បង្រៀនមកនោះសូត្រចងធ្នាក់របស់គាត់កុំឲ្យមានសត្វសាហាវអ្វីម្យ៉ាងដែលលបវាឆ្មក់គាត់ផងនោះយើងកាត់មកដល់ពេលយប់ឯនេះវិញពេលយប់ប្រហែលជាម៉ោង 9 យប់ស្រាប់តែមេឃក៏ចុះផ្ដើមចុះត្រជាក់គាត់ក៏បានឃើញសត្វក្តាន់ញ៉ែងមួយក្បាលវាបានដើរមកធ្វើហាក់បីដូចជាបាក់ជើងយ៉ាងអញ្ចឹងប៉ុន្តែគាត់សង្កេតមើលវាយូរទៅបងប្អូនមានដឹងទេថារឿងនៅក្នុងព្រៃគឺយើងមិនអាចស្មានបាននោះទេសត្វក្តាន់ញ៉ែងនោះវាភ្នែករបស់វានោះគឺវាមិនមាននោះទេបងប្អូនប៉ុន្តែស្រាប់តែជើងក្រោយរបស់វាឲ្យសិតតែឆ្អឹងហាក់បីដូចជាវាមកបន្លាចគាត់យ៉ាងអញ្ចឹងហើយគាត់ថាពីពេលនោះគាត់មិនដែលមកទីនេះនោះឡើយគាត់បានចំណាំថានៅទីនេះគាត់ធ្លាប់មកជាមួយឪពុករបស់គាត់ម្ដងដែរប៉ុន្តែឪពុករបស់ព្រានដេតគាត់បានចែកឋានបាត់ទៅហើយគាត់មានឈ្មោះថាលោកតាសនហើយពេលនោះព្រានដេតក៏មិនបានមាត់អ្វីនោះដែរគាត់បានសម្លឹងទៅមើលសត្វក្តាន់ញ៉ែងនោះដោយយកចិត្តទុកដាក់ស្រាប់តែវាមិនទៅណានោះទេបងប្អូនវាក៏បានដើរកន្លឹងនៅធ្នាក់របស់គាត់ដើរចុះដើរឡើងដោយសារតែព្រានដេតមិនខ្លាចនោះមិនមានអារម្មណ៍ភ័យតក់ស្លុតផងដែរវាក៏បានដើរចេញទៅពីទីនេះបាត់ទៅស្រាប់តែមួយសន្ទុះក្រោយមកក៏មានឮបងប្អូនជនជាតិបានដើរគោះស្គររួចក៏ហឹកហាក់ពេញព្រៃគេបានធ្វើដំណើរតម្រង់មកធ្នាក់របស់គាត់រួចគាត់បានសង្កេតឃើញថាក្នុងចំណោមបរិះប៉ុន្មានអ្នកនោះមានបរិះម្នាក់គឺជាមេកន្ទ្រៀងផងដែរគេបានកាន់នៅឈើច្រត់ប៉ុន្តែឈើច្រត់នោះហាក់បីដូចជាគេធ្វើលក្ខណៈក្បាលខ្មៅយ៉ាងអញ្ចឹងគ្រាន់តែគេដើរមកដល់ភ្លាមគេក៏បានសួរថាអានាងតើឯងមកទីនេះតែម្នាក់ឯងតើមិនទេពេលនោះគេលក្ខណៈនិយាយថាជាភាសាប៉ៃឡាំតែប៉ុណ្ណោះពេលនោះព្រានដេតក៏បានតបវិញថាបាទលោកតាដោយសារហេតុអ្វីបានជាព្រានដេតហៅលោកតាដោយសារតែបរិះចំណាស់ម្នាក់នោះគាត់មានវ័យចំណាស់ខ្លាំងណាស់ហើយគេក៏បាននិយាយតបមកវិញឯងទៅភូមិរបស់យើងទៅភូមិរបស់យើងគឺនៅជិតនេះនោះទេពេលនោះព្រានដេតក៏មិនបានគិតអ្វីច្រើននោះដែរគាត់ក៏រៀបតែនឹងចុះទៅស្រាប់តែមានសំឡេងបរិះវ័យចំណាស់ម្នាក់បាននិយាយចូលក្នុងត្រចៀករបស់គាត់ថាឯងកុំចុះអីប៉ុន្តែព្រានដេតហាក់បីដូចជាត្រូវសណ្ដំរបស់គេយ៉ាងអញ្ចឹងស្រាប់តែលោកតាចំណាស់ម្នាក់នោះបាននិយាយថាចុះមកសំឡេងនៅក្នុងត្រចៀករបស់គាត់បានប្រាប់គាត់ថាឯងតែចុះទៅអាចនឹងចោលប្រពន្ធរបស់ឯងជាមិនខានប៉ុន្តែព្រានដេតពេលនោះគាត់មិនអាចគ្រប់គ្រងអារម្មណ៍របស់គាត់បាននោះទេស្រាប់តែមានដៃមួយលូកចេញពីដើមឈើដែលគាត់ធ្វើធ្នាក់នោះទះគាត់មួយដៃធ្វើឲ្យគាត់ដេញផ្ងាមកលើធ្នាក់វិញគាត់ក៏ចាប់ផ្ដើមភ្លឺភ្នែកស្រាប់តែគាត់ងាកទៅមើលបរិះចំណាស់ដែលគេមានក្រុមគេមកនោះគាត់ថាអ្នកខ្លះអត់មានដៃទេបងប្អូនហើយអ្នកខ្លះទៀតគឺមិនមានក្បាលនោះទេដាច់ពាក់កណ្ដាលខ្លួនក៏មានដែរគាត់ថាមានសពគ្រប់ណាបងប្អូនហើយពេលនោះគេនៅតែស្រែកឲ្យចុះមកជាធម្មតាប៉ុន្តែគាត់ហាក់បីដូចជាស្វាងយ៉ាងអញ្ចឹងសំឡេងមួយដែរគាត់បានឮហើយគេមកសឹបនៅត្រចៀកនោះគឺជាលោកតាសនដែលជាឪពុករបស់គាត់នោះដោយសារគាត់តាមថែរក្សាព្រានដេតមកជាយូរណាស់មកហើយស្រាប់តែពេលនោះគាត់បានក្លែកទៅមើលម្ដងទៀតគាត់បានឃើញស្រមោសនៅខាងក្រោមធ្នាក់របស់គាត់បានចង្អុលទៅបរិះវ័យចំណាស់នោះថាបើឯងមិនចង់ខ្ចាយព្រលឹងនោះទេឯងឆាប់ចេញពីទីនេះទៅគាត់ឮសំឡេងនេះគាត់ចាប់ផ្ដើមស្រក់ទឹកភ្នែកម៉ាត់គាត់ថាសំឡេងនេះគឺជាសំឡេងឪពុករបស់គាត់ច្បាស់ខ្លាំងណាស់ហើយ
គេក៏មិនចោះចាញ់នោះដែរគេក៏បាននិយាយឡើងថាអញ្ចឹងបើឯងយកឈ្នះយើងបានយើងនឹងចេញប៉ុន្តែបើសិនជាឯងយកឈ្នះយើងមិនបាននោះទេអាមួយនៅលើធ្នាក់នោះយើងប្រកាសជាយកវាទៅហើយពេលនោះព្រានដេតក៏ចាប់ផ្ដើមសូត្រមន្តគាថាទាំងទឹកភ្នែកនៅជាប់ថ្ពាល់រួចក៏ដាក់ទៅលើធ្នាក់បន្ថែមគាត់ចងសីមាបន្ថែមអីចឹងទៅស្រាប់តែពេលនោះគាត់ថាស្រមោសដែរគាត់គិតថាជាឪពុករបស់គាត់នោះក៏បានខ្ទាតទៅម្ខាងប៉ុន្តែគេនោះក៏ត្រូវបានរលាយប៉ុន្តែមិនដឹងថារលាយទៅណានោះទេបងប្អូនស្រមោសនោះក៏រលាយដូចគ្នាគាត់បានស្រែកសួរថាពុកនៅទីណាពុកឆាប់ចេញឲ្យខ្ញុំឃើញមកពេលនោះព្រានដេតហាក់បីដូចជាបាត់បង់ស្មារតីក៏អាចនិយាយបានថាព្រានដេតហាក់បីដូចជាគ្រប់គ្រងអារម្មណ៍ខ្លួនឯងអត់បានពេលនោះគាត់ក៏ចាប់ផ្ដើមនឹកគិតមកវិញថាឪពុករបស់គាត់បានស្លាប់បាត់ទៅហើយគាត់ក៏ចាប់ផ្ដើមតាំងស្មារតីមកវិញគាត់សម្លឹងទៅមុខក៏ឃើញសត្វទន្សាយមួយក្បាលគាត់ក៏បាញ់សត្វទន្សាយនោះទៅពីលើធ្នាក់ហើយវេលាពេលនោះប្រហែលជាម៉ោង4ទៅហើយគាត់ក៏ចាប់ផ្ដើមបាញ់ស្រាប់តែពេលនោះក៏មានជ្រូកព្រៃមួយហ្វូងវាបានបណ្ដើរកូនមកទីនេះគាត់ក៏ចាប់ផ្ដើមទាញស្នារបស់គាត់រួចក៏បាញ់ទៅលើកូនជ្រូកមួយមិនធំប៉ុន្មាននោះទេបងប្អូនគាត់ក៏បាញ់បានរួចមេរបស់វាក៏ផ្អើលទៅគាត់ក៏ចាប់ផ្ដើមអង្គុយម្នាក់ឯងនៅទីនោះទាល់តែភ្លឺពេលនោះគាត់ក៏ចាប់ផ្ដើមរៀបបដាផ្ដាចេញពីព្រៃនោះផងដែរប៉ុន្តែអ្វីដែលចម្លែកនោះគាត់មិនអាចចេញពីព្រៃនេះបាននោះទេគាត់ថាគាត់ដើរវង្វេងស្ទើរតែ3ម៉ោងទៅហើយពេលនោះគាត់ក៏លើកដៃសំពះម្ដងទៀតរួចក៏គាត់និយាយឡើងថាកូនចៅមកទីនេះដើម្បីរកចិញ្ចឹមក្រពះតែប៉ុណ្ណោះហើយនឹងចែកបងប្អូនអ្នកភូមិបន្តិចបន្តួចតែប៉ុណ្ណោះខ្ញុំមិនមានដំណងយកទៅជួញដូរអ្វីនោះឡើយស្រាប់តែវាអភិនិហាខ្លាំងណាស់គាត់ថាពេលនោះគាត់ក៏លេចមកឆ្វេងដៃគាត់បានឃើញផ្លូវមួយផ្លូវនោះគឺផ្លូវដែលគាត់ធ្លាប់ឡើងមកនោះឯងគាត់ថាឈានតែ5ចង្ហៀនទេបងប្អូនគឺគាត់មកដល់ខាងជ័យព្រៃនេះវិញបាត់ទៅហើយពេលនោះគាត់បានប្រញាប់ប្រញាល់ដើរចេញមកពីជ័យព្រៃនោះគាត់បានធ្វើដំណើរមកនេះបានកាត់ផ្ទះរបស់លោកគ្រូម៉េងផងដែរពេលនោះប្រពន្ធរបស់លោកគ្រូម៉េងក៏បាននិយាយឡើងថាលោកបងតើខ្ញុំសូមចែកសាច់លបងបន្តិចបានដែរឬទេពេលនោះព្រានដេតបាននិយាយថាខ្ញុំមិនចែកឲ្យផ្ទះរបស់អ្នកឯងនោះទេបើចង់បានឲ្យប្តីអ្នកឯងទៅប្រមាញ់ខ្លួនឯងទៅខ្ញុំយកជីវិតទៅប្រថុយនឹងគ្រោះថ្នាក់ទើបបានសាច់នេះមកខ្ញុំមិនមែនទៅយកស្រួលនោះទេខ្ញុំទុកឲ្យតែប្រពន្ធរបស់ខ្ញុំតែប៉ុណ្ណោះពេលនោះគ្រូម៉េងក៏មិនបាននៅផ្ទះនោះដែរព្រានដេតបានធ្វើដំណើរចេញពីមុខផ្ទះរបស់គ្រូម៉េងនោះស្រាប់តែមានលោកយាយម្នាក់មានឈ្មោះថាលោកយាយសុំនេះគាត់ជាមនុស្សចាស់ប៉ុន្តែគាត់មិនមានកូនចៅនោះទេហើយពេលនោះព្រានដេតក៏បានយកសាច់បន្តិចបន្តួចយកទៅឲ្យលោកយាយនោះផងដែរគាត់ចិត្តអាក្រក់មែនប៉ុន្តែគាត់ចិត្តអាក្រក់តែជាមួយនឹងគ្រួសារគ្រូម៉េងតែប៉ុណ្ណោះក្រៅពីនឹងគាត់ជួយយកអាសាអ្នកភូមិខ្លាំងណាស់ចំណែកគ្រូម៉េងក៏ដូចជាព្រានដេតនោះដែរប៉ុន្តែពួកគាត់ហេតុតែមិនត្រូវគ្នាត្បិតអីគាត់ជាគ្រូគាត់ក៏នៅតែជួយយកអាសាអ្នកភូមិជារឿយផងដែរពួកគាត់មិនដែរត្រូវគ្នាតែប៉ុណ្ណឹងនោះទេហើយពេលនោះអ្នកមីងសាយក៏បាននឹកក្នុងចិត្តថាគាត់ពិតជាឃ្លានសត្វជ្រូកព្រៃនេះខ្លាំងណាស់ប៉ុន្តែគាត់មិនហ៊ាននិយាយប្រាប់ប្តីនោះទេពេលនោះគ្រូម៉េងមិនដឹងថាមកពីក្រោយប្រពន្ធពីពេលណានោះទេគាត់បាននិយាយឡើងថាអូនមិនបាច់ឃ្លានសាច់ជ្រូករបស់វានោះទេចាំបងទៅប្រមាញ់ឲ្យហើយគាត់បានបន្តទៀតថាអូនទៅផ្ទះអារ៉េតដែរឬទេបងនឹងរៀបចំទៅព្រឹកស្អែកនេះហើយបងហាក់បីដូចជានឹកវាខ្លាំងណាស់ពេលនោះអ្នកមីសាយក៏បាននិយាយឡើងថាចាស់លោកប្តីពេលនោះរឿងក៏កាត់មកដល់ព្រឹកឡើងឯនេះវិញស្រាប់តែអ្នកមីងណៃគាត់បានយកសាច់ជ្រូកព្រៃយកមកឲ្យអ្នកមីងសាយដោយសារឮប្តីរបស់គាត់ដែលជាព្រានដេតនោះបាននិយាយឡើងថាប្រពន្ធរបស់លោកគ្រូម៉េងឃ្លានសាច់សត្វជ្រូកព្រៃ
ប៉ុន្តែគាត់បាននិយាយប្រាប់ប្រពន្ធគាត់ថាមិនឲ្យយកមកនោះទេប៉ុន្តែអ្នកមីងសាយហើយនិងអ្នកមីងណៃនេះទោះបីជាប្តីមិនត្រូវគ្នាគាត់ក៏នៅតែរាប់គ្នាជាធម្មតាគាត់បានលួចយកសត្វជ្រូកព្រៃនេះយកមកឲ្យអ្នកមីងសាយអ្នកមីងណៃគាត់មិនមែនមនុស្សចិត្តចង្អៀតចង្អល់នោះទេបងប្អូនអ្នកមីងសាយបានប្រាប់អ្នកមីងណៃថាខ្ញុំអរគុណអ្នកហើយពេលនោះគាត់ក៏បានយកសាច់ជ្រូកព្រៃយកទៅប្រឡាក់ហើយពេលនោះអ្នកមីងណៃក៏បាននិយាយឡើងថាអ្នកខ្ញុំទៅវិញហើយខ្លាចប្តីមកតន់អីចឹងទៅគាត់យកមកនេះគឺគាត់លួចលាក់នោះទេបងប្អូនគាត់ខ្លាចប្តីរបស់គាត់ខ្លាំងណាស់ស្រាប់តែអ្នកមីងណៃគាត់ចេញមិនបានប៉ុន្មានអ្នកមីងសាយគាត់ក៏ចាប់ដើមធ្វើសាច់សត្វជ្រូកនោះពេលនោះគ្រូម៉េងនិងប្រពន្ធក៏បាននាំគ្នាចេញពីផ្ទះទៅគាត់ថាធ្វើដំណើរប្រហែលជា4ទៅ5ម៉ោងទើបទៅដល់ផ្ទះរបស់មិត្តភ័ក្តិសម្លាញ់របស់គាត់មានឈ្មោះថាគ្រូរ៉េតនោះហើយគាត់ទៅនេះគឺគាត់ជិះរទេះគោគាត់បានជិះដល់ទៅក្នុងភូមិមួយគាត់ក៏បានសួរគេថាមានស្គាល់ម្នាក់ឈ្មោះរ៉េតដែរឬក៏អត់ដែលគេធ្វើគ្រូនោះហើយគេក៏បានប្រាប់គាត់ថានោះលោកបងនៅចុងភូមិឯណោះគាត់ក៏បានអរគុណបរិសម្នាក់នោះហើយបង្ហឺគោរបស់គាត់ដើរទៅបន្តិចម្ដងរួចក៏ទៅដល់ផ្ទះរបស់លោកគ្រូរ៉េតគឺពិតជាសប្បាយចិត្តខ្លាំងណាស់ដែលឃើញគ្រូម៉េងមកគាត់បាននិយាយថាសម្លាញ់យើងបែកឯងយូរហើយយើងខំដើរទៅរកឯងនៅភូមិចាស់ប៉ុន្តែមិនបានដំណឹងនោះឡើយអញ្ចឹងហើយយើងមិនហ៊ានរើភូមិទីលំនៅនោះទេយើងខ្លាចឯងមករកយើងអត់ឃើញអីចឹងទៅពេលនោះគ្រូម៉េងបាននិយាយថាយើងដឹងទឹកចិត្តឯងណាស់អាសម្លាញ់ប៉ុន្តែយើងចង់និយាយថាយើងមកនេះគឺមករកថ្នាំផងនិងមកបរបាញ់សត្វផងប៉ុន្តែយើងទៅតែ2នាក់នោះទេទុកឲ្យប្រពន្ធរបស់យើងនៅទីនេះចោះស្រាប់តែពេលនោះក្មេងប្រុសម្នាក់មានឈ្មោះថានីកែវគេបានរត់មកឬក៏និយាយឡើងថាពុកតើអ៊ំប្រុសម្នាក់នេះគាត់គឺជានរណាមកផ្ទះយើងមកធ្វើអ្វីពេលនោះគ្រូរ៉េតក៏បាននិយាយឡើងថានេះគឺជាពុកធររបស់ឯងណាអាកូនប្រុសនីកែវក៏បាននិយាយថាពុកជំរាបសួរណាពុកពេលនោះគ្រូម៉េងក៏បានលាក់ចិត្តបន្តិចឬក៏និយាយថាមិនអីទេកូនពុកស្រាប់តែពេលនោះគ្រូម៉េងហើយនិងគ្រូរ៉េតក៏បានសម្លឹងមើលមុខគ្នាគ្រូរ៉េតក៏បាននិយាយថានិយាយអញ្ចឹងអាម៉េងសម្លាញ់តើឯងនេះពេលណាទៅទើបយកកូនយកចៅនឹងគេគាត់ក៏បានទម្លាក់ទឹកមុខចុះឬក៏និយាយថាហើយយើងក៏ចង់បានដែរណាប៉ុន្តែវាមិនមាននោះទេហើយគាត់ក៏សម្លឹងមើលមុខគ្នារួចក៏សើចពេលនោះគ្រូម៉េងបាននិយាយថាព្រឹកស្អែកនេះយើងនឹងឡើងទៅលើភ្នំដើម្បីបរបាញ់សត្វនិងរកវល្លិព្រៃមួយចំនួនយកមកធ្វើថ្នាំពេលនោះគ្រូម៉េងក៏បានសួរបន្តទៀតថានិយាយអញ្ចឹងអារ៉េតតើនៅក្នុងភូមិឯងនេះតើមានផ្ទះអ្នកណាដែលជាព្រានព្រៃមានកំភ្លើងដែរឬទេគ្រូរ៉េតបានតបវិញត្រូវម៉ាច់ផ្ទះរបស់យើងនឹងហើយណាដែលមានកំភ្លើងហើយនឹងផ្ទះរបស់មេកន្ទ្រាញដែលនៅក្នុងភូមិនេះគាត់និយាយបានត្រឹមនេះដូចនឹកដើមទាំងហើមដល់យ៉ាងអញ្ចឹងមេកន្ទ្រាញគាត់បានឃើញមនុស្សចម្លែកប្លែកមុខចូលមកក្នុងភូមិនេះគាត់ក៏បានដើរមកសួរគ្រូរ៉េតថាអារ៉េតតើអ្នកណាមកផ្ទះឯងនេះឃើញអីវ៉ាន់សំពីងសំពងពេលនោះគាត់ក៏បានលើកដៃសំពះរួចក៏និយាយទៅកាន់លោកមេភូមិថានេះគឺជាមិត្តសម្លាញ់របស់ខ្ញុំដែលបែកគ្នាជាយូរណាស់មកហើយមិត្តសម្លាញ់របស់ខ្ញុំនេះវាគឺមករកថ្នាំវល្លិព្រៃនៅលើភ្នំតែប៉ុណ្ណោះពេលនោះគាត់ក៏បានអញ្ជើញលោកមេភូមិចូលអង្គុយមកគាត់ក៏បានពិភាក្សាគ្នាមេភូមិនេះគឺពិតជាចូលចិត្តគ្រូម៉េងខ្លាំងណាស់ដោយសារគ្រូម៉េងគាត់និយាយប៉ះចំចំណុចខ្សោយរបស់គាត់ហើយលោកមេភូមិនេះគាត់មានឈ្មោះថាមេភូមិដនហើយមេភូមិដននេះគាត់បាននិយាយទៅគ្រូម៉េងនិងព្រានដេតថាតើពួកឯងទាំងពីរនាក់នេះអាចឲ្យយើងទៅដែរបានដែរឬក៏អត់ដោយសារគាត់និយាយនេះគាត់មានវ័យចំណាស់ទៅហើយគាត់មានវ័យ60ឆ្នាំជាងទៅហើយគ្រូរ៉េតនិងគ្រូម៉េងបានតបថាខ្ញុំមិនអាចឲ្យលោកមេភូមិទៅបានទេដោយសារខ្ញុំទៅនេះគឺខ្ញុំទៅព្រៃជ្រៅចាំពេលលើកក្រោយដែលខ្ញុំមកលេងនៅទីនេះខ្ញុំនឹងជូនលោកមេភូមិដើរលេងនៅក្នុងព្រៃឲ្យសប្បាយចិត្តម្ដង
ហើយអញ្ចឹងទេបងប្អូននៅក្នុងជំនាន់នោះមានតែព្រៃឈើនោះទេដែលធ្វើឲ្យគាត់សប្បាយចិត្តពេលនោះលោកមេភូមិក៏មិនបានមាត់អ្វីនោះដែរគាត់បានត្រឹមតែងក់ក្បាលនោះទេលោកកាត់មកដល់ព្រឹកឡើងពួកគាត់ក៏បានធ្វើដំណើរគ្រូម៉េងបានកាន់ស្នាមួយដើមគ្រូរ៉េតបានកាន់កំភ្លើងរបស់គាត់ទៅផងដែរប៉ុន្តែក៏ពិតទៅលោកមេភូមិគាត់ក៏ឲ្យកំភ្លើងទៅគ្រូម៉េងមួយដើមផងដែរប៉ុន្តែគ្រូម៉េងគាត់អត់យកនោះឡើយគាត់សុកចិត្តយកស្នារបស់គាត់ទៅហើយពេលនោះគាត់ក៏បានចេញដំណើរទៅដល់ក្នុងព្រៃគាត់ថាពេលនោះសោយខ្លាំងណាស់ទឹកដែលយកមកមិនដឹងថាកំពប់ពីពេលណានោះទេបាយមានតែបាយនោះទេម្ហូបមិនដឹងថាជ្រុះបាត់ទៅណានោះឡើយគាត់ចាំច្បាស់ណាស់ពេលដែលប្រពន្ធរបស់លោកគ្រូរ៉េតនិងប្រពន្ធរបស់គាត់បានវិចបាយម្ហូបឲ្យនោះមានទឹកបំពង់ឫស្សីលក្ខណៈថាគ្រប់គ្រាន់មិនធម្មតាប៉ុន្តែមិនដឹងថាជាសោយអីទឹកនោះកំពប់អស់ម្ហូបក៏បាត់ទៀតនៅតែបាយនោះទេគាត់ថាពេលនោះគាត់ឃ្លានទឹកឡើងខះកទៅហើយគាត់ក៏ឲ្យគ្រូរ៉េតនាំគាត់ទៅកន្លែងស្ទឹងដែលគ្រូរ៉េតធ្លាប់មកនោះប៉ុន្តែគ្រូរ៉េតបាននិយាយថាមិនខ្វះទេនោះទឹកដើរទៅមកបន្តិចនឹងមានស្ទឹងមួយហើយចាំយើងទៅដល់ទីនោះដងប៉ុន្មានទុកផឹកសល់ប៉ុន្មានទៀតយើងចុះទៅងុយទៅតែម្ដងទៅពេលនោះគាត់ក៏បានដើរទៅបងប្អូនហើយគាត់ថានៅទីនេះធ្លាប់តែមានទឹកប៉ុន្តែគ្រូរ៉េតនិងគ្រូម៉េងទៅដល់ទីនោះអត់មានទឹកទេណាបងប្អូនហាក់បីដូចជាគេពង្រៀងមិនឲ្យឡើងទៅលើយ៉ាងអញ្ចឹងហើយពេលនោះគ្រូម៉េងក៏បាននិយាយថាហើយស្អីឯងនៅទីនេះមិនមានទឹកនោះទេចុះមិនហេតុអ្វីបានជាឯងថានៅទីនេះមានទឹកគ្រូរ៉េតបានតបវិញដោយទាំងញញឹមថាហើយសម្លាញ់ខែនេះវាមិនសមនឹងអត់ទឹកនោះទេយើងក៏មិនដឹងនោះដែរគាត់ថានៅកន្លែងមួយទៀតដើរចេញពីទីនេះប្រហែលជាកន្លះគីឡូដីទៀតទើបទៅដល់កន្លែងល្អាងមួយកន្លែងនោះវាដូចជាស្ទឹងដែរនោះទេប៉ុន្តែកន្លែងនេះវាមានទឹកមិនចេះដាច់នោះឡើយគាត់ក៏ចាប់ផ្ដើមនាំគ្នាដើរទៅទីនោះទាំងអស់គ្នាស្រាប់តែពេលដើរទៅដល់ទីនោះមែនបងប្អូនគឺនៅទីនោះទឹកមានច្រើនខ្លាំងណាស់ពេលនោះគាត់ក៏ចាប់ផ្ដើមនាំគ្នាទៅផឹកទឹកនោះទាំងពីរនាក់រួចដោយសេចក្តីស្រែកឃ្លានផងដែរម៉ោងពេលនោះប្រហែលជាម៉ោង1ទៅហើយពេលនោះគាត់ក៏ចាប់ផ្ដើមរកសัตว์អ្វីម្យ៉ាងបាញ់ដើម្បីធ្វើម្ហូបប៉ុន្តែគាត់មានតែបាយសនោះទេដែលមានវិចជាមួយនឹងស្លឹកចេក4កញ្ចប់គាត់បានវិចអំបិលមកបន្តិចបន្តួចផងនោះគាត់ចាប់ផ្ដើមបាយជាមួយនឹងអំបិលហើយស្រាប់តែមួយកញ្ចប់ទៀតដែលមានរាងខ្លួនគាត់ទុកមួយឡែកសិនពេលនោះគាត់ក៏ចាប់ផ្ដើមស្អុះស្អាប់ខ្លួនគាត់បានចុះទៅលេងទឹកគាត់ថាពេលដែលគាត់ចុះទៅនឹងទឹកពិតជាត្រជាក់ស្រួលខ្លួនខ្លាំងណាស់ស្រាប់តែគាត់ងាកទៅខាងមុខនោះគាត់ឃើញជ្រូចចេញពីក្រោមទឹកគាត់ថាពេលនោះគ្រូម៉េងក៏លួតស្ទុះឡើងមកលើចាប់ដៃគ្រូម៉េងជាប់អស់ឡើងមកលើបងប្អូនហើយគាត់ថានៅទីនោះគឺក៏ពើភ្នំប្រហែលជា4ទៅ5ក្បាលបាត់ទៅហើយគ្រូម៉េងបានទះទ្រូងខ្លួនឯងមួយដៃរួចក៏និយាយឡើងថាសំណាងហើយដែលវាមិនវាយប្រហារយើងបើសិនជាវាវាយប្រហារយើងមិនអាចចេញពីទឹកនេះបាននោះទេគ្រូរ៉េតបានលន់មាត់ថាយើងមកទីនេះរាល់ដងវាមិនដែលមានក្រពើនោះឡើយហើយក្រពើនេះគឺជាក្រពើភ្នំណាបងប្អូនហើយពេលនោះគាត់ក៏បានដើរចាក់ចេញពីទីនេះក៏ទៅដល់កន្លែងមួយពួកគាត់ក៏ចាប់ផ្ដើមនាំគ្នាសង់ធ្វើធ្នាក់នៅទីនោះហើយគាត់មិនបានដឹងនោះទេថាគាត់ធ្វើធ្នាក់នៅទីនេះគឺនៅកន្លែងដីច្រាបដោយសារគាត់មិនបានមើលសន្តានដីនៅទីនោះឡើយហើយដីច្រាបនេះគឺវាដុះនៅដូចជាដំបូកអញ្ចឹងបងប្អូនប៉ុន្តែវាដុះនៅកន្លែងដប់ព្រៃមួយកន្លែងតែប៉ុណ្ណោះហើយគាត់ក៏មិនបានចាប់អារម្មណ៍នោះដែរគាត់ក៏ចាប់ផ្ដើមសង់ធ្នាក់គាត់ថាពេលដែលគាត់សង់ធ្នាក់ហើយម៉ោងមិនទាន់6ស្រួលបួផងបងប្អូនគាត់ថាលឺសំឡេងកងគូស្រែកឡើងរហឹងពេញព្រៃគាត់ថាបើមនុស្សធម្មតាឮសំឡេងវានោះវាអាចនឹងតក់ស្លុតឬក៏អាចបាត់បង់ស្មារតីផងដែរពេលនោះគាត់ក៏បានសម្លឹងមុខគ្នារួចក៏និយាយថានៅទីនេះប្រហែលជាមានអាពុកមាត់ហើយមកទៅពេលនោះគ្រូរ៉េតក៏បាននិយាយឡើងថាយើងក៏មិនដឹងដែរទីនេះយើងទើបមកលើកទី1ដូចតែឯងដែរនឹងពេលនោះគ្រូរ៉េតក៏បាននិយាយប៉ុណ្ណេះគ្រូម៉េងក៏ចាប់ផ្ដើមបើកភ្នែកធំថាហេតុអ្វីបានជាឯងមិននាំយើងទៅកន្លែងដែលឯងធ្លាប់ទៅឯងនាំមកទីនេះធ្វើអ្វីគាត់បាននិយាយថានៅទីនេះ
សម្បូរទៅដោយរឿងចម្លែកជាច្រើនអញ្ចឹងហើយបានជាយើងនាំឯងមកទីនេះនឹងណាចង់ឲ្យឯងផ្លែកភ្នែកម្ដងអីអញ្ចឹងទៅគ្រូម៉េងក៏មិនបានមាត់អ្វីទៀតនោះដែរស្រាប់តែម៉ោងចូលប្រហែលជា7 8នោះគាត់ថាមានសត្វក្តាន់ញ៉ែងមានសត្វជ្រូកព្រៃទំហ្វងហើយមានសត្វតូចធំជាច្រើនដូចជាពពួកសត្វល្មូនក៏វាមកផងដែរវាមកពពាក់ពពូនគ្នានៅទីនេះដែលនៅកន្លែងដប់ព្រៃមួយកន្លែងដែលនៅជិតផ្ទះរបស់គាត់នោះគាត់បានសម្លឹងហើយសម្លឹងទៀតថានិយាយអញ្ចឹងអារ៉េតនៅទីនោះហាក់បីដូចជាដីច្រាបយ៉ាងអញ្ចឹងគ្រូរ៉េតក៏បានតបវិញថាប្រហែលហើយមើលទៅពេលនោះអញ្ចឹងប្រហែលជាម៉ោង4ទៅម៉ោង5ទីភ្លឺចាំយើងបាញ់សត្វដែរវាមកលុះប្រហែលជាម៉ោង2យប់គាត់ថានៅទីនោះស្រាប់តែឃើញមនុស្សដើរមក4ទៅ5នាក់ប៉ុន្តែដើរ4ទៅ5នាក់នេះគេហាក់បីដូចជាមិនឃើញពួកគាត់នោះឡើយហាក់បីដូចជាពពួកខ្មោចអនាថានៅក្នុងព្រៃយ៉ាងអញ្ចឹងគេបានដើរមួយហ្វូងគ្នាគេជំនុំគ្នាឡើងវ៉ែប៉ុន្តែមិនដឹងថានិយាយអ្វីនោះឡើយហាក់បីដូចជាភាសាបងប្អូនជនជាតិយ៉ាងអញ្ចឹងគេក៏បានដើរកាត់ទីនេះទៅហើយស្រាប់តែមួយសន្ទុះក្រោយមកក៏ឃើញភ្លើងមួយគូវាបានហោះមកទៅដប់ព្រៃនៅកន្លែងនោះស្រាប់តែចេញជារូបរាងព្រាលគាត់មើលទៅហាក់បីដូចជាស្ត្រីម្នាក់នោះមានវ័យចំណាស់ណាស់ទៅហើយប៉ុន្តែភ្លើងមួយទៀតនោះគឺជារូបរាងក្មេងប្រុសប្រហែលវ័យរបស់គេត្រឹមតែ12 13ឆ្នាំតែប៉ុណ្ណោះក៏បានកាយដីយកដាក់ហាក់បីដូចជាកន្ត្រកយ៉ាងអញ្ចឹងណាបងប្អូនគេកាយបណ្ដើគេជំនុំសោចបណ្ដើរួចមួយសន្ទុះនោះគាត់ក៏មិនបានធ្វើអ្វីនោះដែររួចស្ត្រីម្នាក់នោះនិងក្មេងប្រុសម្នាក់នោះក៏ចាប់ផ្ដើមคล้ายទៅជារូបរាងដើមរួចក៏ហោះឡើងទៅវិញមិនយូរប៉ុន្មានមេឃក៏ចាប់ផ្ដើមចុះត្រជាក់កាន់តែខ្លាំងសំឡេងសត្វកងគូចក៏ចាប់ផ្ដើមមលើឡើងម្ដងបន្តិចប៉ុន្តែវាមិនមែននៅជិតនេះទេណាបងប្អូនវានៅភ្នំម្ខាងទៀតឯណោះប៉ុន្តែពួកគាត់មានអារម្មណ៍ថាព្រឺឆ្អឹងខ្នងខ្លាំងមែនទែនហើយមិនបានប៉ុន្មានស្រាប់តែមានលឺសំឡេងជ្រូកព្រៃវាបានមកពីរក្បាលមកកន្លែងកំពតព្រៃនោះពេលនោះពួកគាត់ក៏និយាយសួរគ្នាថាវេលាស្មើនេះបើយើងបាញ់ទៅវាមិនស្អុយសាច់នោះទេព្រោះអីវេលាស្មើនោះគឺម៉ោង4ទៅហើយពួកគាត់ក៏ចាប់ផ្ដើមនាំគ្នាបាញ់ទៅជ្រូកព្រៃពីរក្បាលនោះវាមេមួយកូនមួយបងប្អូនហើយគាត់បាញ់នេះគឺត្រូវកូនរបស់វាណាបងប្អូនហើយអ្នកបាញ់នោះគឺជាគ្រូម៉េងបានកាន់កំភ្លើងរបស់គ្រូរ៉េតយកទៅបាញ់អីចឹងទៅហើយគាត់បាញ់មួយគ្រាប់នេះច្បាស់ខ្លាំងណាស់បងប្អូនគាត់បាញ់តែមួយគ្រាប់នោះទេធ្វើឲ្យជ្រូកនោះបានបាត់បង់ជីវិតនៅទីនោះភ្លាមតែម្ដងហើយមីមេរបស់វានោះវាក៏ចាប់ផ្ដើមរត់ឆ្លេឆ្លាទៅត្បូងទៅជើងរួចក៏វាស្កប់នៅមួយកន្លែងវាងើបមកខាងលើផងដែរស្រាប់តែពេលនោះវាក៏រត់សម្ដៅមកបុកធ្នាក់របស់គាត់ធ្វើឲ្យគាត់ប៊ីសតែនឹងធ្លាក់ទៅហើយបងប្អូនប៉ុន្តែជ្រូកនោះខ្ញុំប្រាប់សន្តានបងប្អូនបន្តិចទៅចុះមេរបស់វានេះមិនមែនទូចនោះទេបងប្អូនកម្ពស់របស់វាប្រហែលជា1ម៉ែត្រទៅហើយមេរបស់វាមិនមែនទូចនោះទេហើយវាគ្រាត់មកបុកធ្នាក់របស់គាត់ធ្វើឲ្យគាត់ទើតែធ្លាក់ពីលើធ្នាក់បាត់ទៅហើយមិនបានប៉ុន្មានគាត់ក៏ចាប់ផ្ដើមទាញកំភ្លើងបាញ់ទៅមីមេរបស់វានោះធ្វើឲ្យវាមានរបួសជើងខាងស្ដាំគ្រូម៉េងបានបាញ់ទៅបន្ថែមទៀតធ្វើឲ្យមីមេរបស់វានោះក៏បាត់បង់ជីវិតមួយទៀតទៅស្រាប់តែបងប្អូនហើយមិនដឹងថាអាជ្រូកមួយក្បាលនេះមិនដឹងថាមកពីណានោះទេវាបានរត់មកបុកនៅដើមឈើរបស់គាត់ថាពីគល់រហូតទៅដល់ចុងគាត់ថាឡើងរង្គើអស់ហើយបងប្អូនគាត់ថាបើសិនជាដើមឈើនឹងទូចវាអាចនឹងធ្លាក់ពួកគាត់ឬក៏អាចបាក់ដើមក៏អាចថាបានដែរគ្រូម៉េងនិងគ្រូរ៉េតក៏ចាប់ផ្ដើមនាំគ្នាទាញកំភ្លើងទាញស្នារៀងខ្លួនប៉ុន្តែគ្រូម៉េងគឺជាអ្នកកាន់កំភ្លើងចំណែកគ្រូរ៉េតគឺជាអ្នកកាន់ស្នាពេលនោះពួកគាត់បាញ់ព្រមគ្នាទៅបងប្អូនហើយគឺវាមិនមុតនោះទេបងប្អូនពួកគាត់ទាំងពីរបានសូត្រមន្តគាថារៀងខ្លួនរួចក៏ផ្លុំទៅលើកំភ្លើងលើស្នារបស់គាត់បាញ់ទៅវាក៏នៅតែមិនមុតនោះដែរហើយពេលនោះវាបុកបន្តិច
ហាក់បីដូចជាវាឈឺក្បាលរបស់វាយ៉ាងមិនដឹងនោះទេវាក៏បានដើរចេញទៅហើយស្រាប់តែវាដើរចេញមកម្ដងទៀតនោះក៏មានស្រមោលខ្មៅនៅអង្គុយនៅលើក្បាលរបស់វានោះហើយបងប្អូនមានដឹងទេថាកន្លែងសំលៀងកំបិតរបស់វានោះគឺវែងណាបងប្អូនស្ទើរតែចាក់ភ្នែកបាត់ទៅហើយពេលនោះគាត់ក៏បានឮសម្ដីបរិសម្នាក់ដែលអង្គុយនៅលើជ្រូកនោះគេនិយាយឡើងថាពួកឯងប្រហើនខ្លាំងណាស់ហ៊ានសម្រាប់ប្រពន្ធកូនរបស់យើងនឹងតាមសងសឹកឯងឲ្យដល់ទីបញ្ចប់បើគ្រួសារឯងមិនរលាយនោះទេយើងនឹងសុកចិត្តរលាយដោយខ្លួនឯងអញ្ចឹងណាបងប្អូនព្រាយជ្រូកព្រៃគឺវាចង់អាឃាតសាហាវខ្លាំងណាស់ពេលនោះពួកគាត់ក៏ចាប់ផ្ដើមនាំគ្នាបាញ់សម្ដៅទៅវាក៏រត់មកបុកនៅកំភ្លើងនឹងព្រួយរបស់គាត់ប៉ុន្តែហាក់បីដូចជានៅតែមិនមុតវានោះទេវាក៏បាននិយាយថាពួកឯងប៉ុណ្ណឹងសិនចោះពេលដែលយប់នេះពួកឯងនឹងដឹងគ្នាហើយពេលវានិយាយបានតែប៉ុណ្ណេះមេឃក៏ចាប់ផ្ដើមភ្លឺស្រាងវាក៏បោររត់ចេញពីទីនេះបាត់ទៅគាត់ថាចង្កូមរបស់វានោះគឺស្ទើរតែចាក់ភ្នែកបាត់ទៅហើយពេលនោះគាត់ក៏ចាប់ផ្ដើមនាំគ្នាចុះពីលើធ្នាក់រួចក៏ប្រយ័ត្នប្រយែងខ្លួនផងដែរខ្លាចវាមកម្ដងទៀតអីចឹងទៅប៉ុន្តែស្រាប់តែគាត់យកសាច់ជ្រូកនេះដើរទៅដល់កន្លែងស្ទឹងនោះគាត់ចាប់ផ្ដើមប្រលះធ្វើវាប៉ុន្តែគាត់បោះពោះវាពោះតាំងដែរគាត់ធ្វើនោះគាត់ថាក្រពើភ្នំវាបានមកខកខំត្រុកបាក់ហែកស៊ីគាត់មើលទៅមានអារម្មណ៍ថាញញើតខ្លាំងមែនទែនហើយគាត់ក៏បានដើរចេញពីទីនោះបន្តិចគាត់រៀបតែនឹងហូបបាយពេលព្រឹកទៅហើយដើម្បីធ្វើដំណើរចេញពីព្រៃនេះគាត់ក៏ចាប់ផ្ដើមឃើញព្រះសង្ឃធុដងមួយអង្គគាត់បានមុនមកទីនេះហើយគាត់ក៏ចាប់ផ្ដើមទម្លាក់សាច់ដែលគាត់ធ្វើហើយនោះរួចក៏លិតជង្គង់ថ្វាយបង្គំទៅលើព្រះសង្ឃរួចក៏បាននិយាយឡើងថាតើព្រះគុណម្ចាស់មកធុដងនៅក្នុងព្រៃនេះតើមែនទេពេលនោះលោកក៏បានមានសង្ឃដីកាវិញតបថាត្រឹមត្រូវហើយណាញោមអាត្មាដើរធុដងនៅក្នុងព្រៃនេះអាត្មាសូមបិណ្ឌបាតទៅណាញោមកុំសម្លាប់សត្វដែលគ្នាមិនដឹងអីបើត្រូវជៀសបានគួរតែជៀសទៅណាញោមពេលនោះពួកគាត់ហាក់បីដូចជាដឹងថាព្រះអង្គលោកមានសង្ឃដីកាមកដាស់តឿនពួកគាត់អីអញ្ចឹងទៅគាត់ក៏ចាប់ផ្ដើមថាខ្ញុំកណានឹងប្រគេនចង្ហាន់ដល់លោកបងពេលនោះគ្រូម៉េងក៏បានប្រាប់ឲ្យគ្រូរ៉េតថាអរ៉េតឯងទៅប្រកាត់ភ្លើងទៅយើងទៅកាច់ស្លឹកឈើដើម្បីឲ្យព្រះអង្គលោកឆាន់ចង្ហាន់នៅទីនេះពេលនោះគ្រូរ៉េតនិងគ្រូម៉េងក៏ចាប់ផ្ដើមនាំគ្នាធ្វើការងាររៀងៗខ្លួនពេលនោះគាត់ក៏ចាប់ផ្ដើមប្រគេនបាយនិងសាច់សត្វជ្រូកព្រៃនោះប៉ុន្តែអ្វីដែលចម្លែកព្រះអង្គលោកគាត់មិនឆាន់សាច់សត្វជ្រូកព្រៃនេះនោះឡើយដោយសារលោកមានសង្ឃដីកាថាអាត្មាមិនឆាន់សាច់នោះទេញោមពេលនោះពួកគាត់ក៏មើលមុខគ្នាពេលដែលលោកឆាន់ចង្ហាន់ហើយនោះពេលនោះលោកក៏បានហៅគ្រូរ៉េតនិងព្រានដេតថាញោមឆាប់មកនេះមកពេលនោះគ្រូរ៉េតក៏បានដើរទៅសំពះនៅលោកក៏ឲ្យអោនបាទៅព្រះសង្ឃក៏បានយកមេដៃចុចនៅលើថ្ងាសរបស់លោកគ្រូរ៉េតក៏ចាប់ផ្ដើមមានពន្លឺពណ៌មាសចេញពីថ្ងាសផងដែរពេលនោះគ្រូម៉េងពិតជាឆ្ងល់ខ្លាំងណាស់ថាតើព្រះអង្គអ្វីទៅលើគ្រូរ៉េតដែលជាមិត្តសម្លាញ់នោះប៉ុន្តែគាត់មិនហ៊ានសួរនោះឡើយពេលនោះព្រះអង្គលោកគាត់បានបែរមើលមុខរបស់លោកគ្រូម៉េងរួចក៏បានមានសង្ឃដីកាថាញោមតើញោមចង់បានអ្នកបន្តវេនស្នងតកូលដែរឬទេគាត់ក៏បានលើកដៃសំពះឡើងរួចក៏និយាយតបទៅកាន់ព្រះអង្គវិញថាកណាចង់បានកូនខ្លាំងណាស់ប៉ុន្តែកណាមិនអាចមាននោះទេមិនដឹងថាពេលណាបានជាមានអ្នកបន្តវេននោះឡើយពេលនោះព្រះអង្គក៏បានឲ្យអ្វីម្យ៉ាងប៉ុនមេដៃយកទៅឲ្យគ្រូម៉េងក៏បាននិយាយតបថាគុណម្ចាស់តើនេះគឺជាអ្វីទៅពេលនោះព្រះអង្គលោកក៏បានតបទៅគ្រូម៉េងវិញថាញោមយករបស់នេះទៅដាំទឹកឲ្យប្រពន្ធរាល់ពេលថ្ងៃសិលឲ្យប្រពន្ធហូបទៅណាពេលនោះគាត់ក៏ចាប់ផ្ដើមអរគុណនឹងព្រះអង្គក៏មានសង្ឃដីកាបន្តទៀតថាពេលដែលកូនស្រីបើសិនជាកើតមកនឹងស្អាតដាច់ជាងគេមួយភូមិប៉ុន្តែ
បើសិនជាកូនប្រុសវិញគេនឹងខ្លាចជាគ្រូអាគមដ៏ខ្លាំងពូកែមួយរូបផងដែរគំរមានអ្នកណាយកឈ្នះបានខ្លាំងណាស់ប៉ុន្តែដំណរមួយគឺអាយុ22ឆ្នាំគេនឹងមានគ្រោះបើសិនជាឆ្លងផុតគេអាចនឹងខ្លាចជាគ្រូអាគមមួយដ៏ខ្លាំងពូកែផងដែរប៉ុន្តែគ្រូធម្មតាមិនអាចបង្រៀនគេបាននោះទេទោះតែមនុស្សម្នាក់នោះគឺជាសច្ចាំងបាំងបត់នោះទេពេលនោះគ្រូម៉េងក៏បានលើកដៃសំពះរួចក៏និយាយឡើងថាកណាអរគុណព្រះអង្គម្ចាស់ពេលនោះស្រាប់លោកបានមានសន្និកាថាពេលនេះអាត្មានឹងដល់ពេលទៅស្វែងរកធម៌បន្តទៀតហើយពេលនោះគាត់ក៏មិនបានខាត់ដំណើរព្រះអង្គនោះដែរគាត់ក៏បានធ្វើដំណើរសំពះលាព្រះអង្គចេញមកពីក្នុងព្រៃបាត់ទៅហើយពេលនោះព្រះអង្គនោះលោកមានព្រះនាមថាព្រះអង្គធម្មការទឹកវង្សពួកគាត់ក៏បានចេញពីក្នុងព្រៃមកដល់ផ្ទះផងដែរហើយពេលនោះប្រពន្ធរបស់លោកគ្រូរ៉េតក៏បាននិយាយឡើងថាលោកប្តីតើលោកប្តីឆាប់មកវិញម្ល៉េះគ្រូរ៉េតក៏បានតបទៅប្រពន្ធថាមិនអីទេដោយសារនៅក្នុងព្រៃនេះខ្ញុំបាញ់បានសត្វឆាប់រហ័សហ្នឹងណាហើយអាម៉េងក៏វាមិនចង់រកថ្នាំរកអីនៅក្នុងព្រៃនេះដែរតែវាបាននិយាយថាវាយកសុបិនយប់មិញនេះអត់សូវល្អសោះអញ្ចឹងហើយបានវាប្រញាប់មកវិញហ្នឹងណាពេលនោះប្រពន្ធរបស់គាត់បានក៏យកសម្ដីប្តីឬក៏យកសាច់សត្វយកទៅធ្វើម្ហូបធ្វើអីចឹងទៅជាមួយនឹងប្រពន្ធលោកគ្រូម៉េងពេលនោះអ្នកមីងសាយបានសួរប្រពន្ធរបស់លោកគ្រូរ៉េតថាអ្នកបងតើអ្នកបងនៅទីនេះតើប្តីរបស់អ្នកបងដែរទៅបោះបាញ់សត្វដែរឬទេស្ត្រីដែលជាប្រពន្ធរបស់លោកគ្រូរ៉េតនោះគាត់ក៏បានតបវិញថាប្តីខ្ញុំគាត់ទៅបោះបាញ់តែរហូតនឹងប៉ុន្តែគាត់ទៅតែម្នាក់ឯងនោះទេខ្ញុំភ្លេចប្រាប់បងប្អូនឈ្មោះប្រពន្ធរបស់លោកគ្រូរ៉េតមានឈ្មោះថាអ្នកមីងធីហើយអ្នកមីងធីនេះគាត់គឺជាមនុស្សសុភាពរាបសារខ្លាំងណាស់ពេលនោះគាត់បានជ្រនំគ្នានៅកន្លែងផ្ទះបាយរួចធ្វើម្ហូបរួចក៏លើកមកឲ្យលោកប្តីរបស់គាត់ហូបជុំគ្នាអីចឹងទៅពេលនោះកែវគេបានសួរថាពុកតើថ្ងៃណាយើងអាចទៅលេងផ្ទះរបស់លោកពុកម៉េងបានពេលនោះគ្រូម៉េងក៏បានតបវិញថាមិនអីទេណាកូនចង់ទៅពេលណាក៏បានដែរពុកនឹងចាំមើលផ្លូវឯងនឹងពុកឯងទៅលេងពុកម្ដងណាហើយពុកនៅទីនេះបានតែមួយយប់ទៀតនោះទេប៉ុន្តែពុកចង់ប្រាប់ថាធ្វើជាមនុស្សណាយើងត្រូវតែចេះមានគុណធម៌ធ្វើជាមនុស្សណាកុំឆ្លើយដាក់ចាស់ទុំនៅជុំវិញខ្លួនជាពិសេសរឿងឪពុកម្ដាយគាត់និយាយបានប៉ុណ្ណេះកែវក៏គេឆ្លើយថាបាទពុកខ្ញុំសូមចេញក្រៅសាច់រឿងបន្តិចទៅចុះអធិស្ឋានផងបងប្អូនមួយចំនួនតូចដែលគាត់ជេរខ្ញុំថាទោះបីជាឆ្កែក៏វាមិនស្ដាប់ដែរនឹងហើយខ្ញុំអរគុណបងដែលបងជេរហើយក៏ខ្ញុំមិនទៅខឹងសម្បាអីបងដែររឿងពិតមិនអាចបំភ្លៃបានទេបងប្អូនហើយយើងចូលសាច់រឿងរបស់យើងវិញលុះកាត់មកដល់ស្អែកឡើងគ្រូរ៉េតនិងគ្រូម៉េងក៏បាននិយាយលាគ្នាផងដែរថាចាំពេលណាគ្នានឹងទៅលេឯងណាសម្លាញ់ពេលនោះគ្រូម៉េងបានញញឹមរួចក៏បាននិយាយថាមិនអីនោះទេពេលណាឯងទៅយើងនឹងស្វាគមន៍ឯងណាបើសិនជាឯងអាចទៅនៅភូមិយើងជាមួយនឹងយើងបានណាចាំយើងសុំមេភូមិឲ្យឯងទៅនៅទីនោះពេលនោះគ្រូរ៉េតក៏បានញញឹមរួចក៏បាននិយាយថាយើងទុកចិត្តលើឯងហើយណាសម្លាញ់ពេលនោះពួកគាត់ក៏បានលើកដៃលាគ្នារួចគ្រូម៉េងក៏បានជិះរទេះគោបោមកសម្ដៅមកផ្ទះវិញយើងក៏លេចទៅមើលព្រីនដេតអនុវិញប្រហែលជាម៉ោង8ព្រឹកព្រីនដេតបានឃើញព្រះអង្គទុដងមួយអង្គបានមុនដើរកាត់ទីនេះពេលនោះព្រីនដេតក៏បាននិមន្តលោកឲ្យចូលមកគង់នៅក្នុងផ្ទះរួចគាត់ក៏បានប្រគេនចង្ហាន់ទៅដល់ព្រះសង្ឃព្រះគុណម្ចាស់ក៏បានមានសន្និកាថាញោមនៅតែពីរនាក់តើមែនដែរឬទេពេលនោះគាត់ក៏បានលើកដៃសំពះឡើងឬក៏តបទៅកាន់ព្រះអង្គវិញថាកណាព្រះអង្គខ្ញុំកណាពិតជាកំសត់កំរខ្លាំងណាស់កូនក៏មិនគ្មាននឹងគេដែរមួយភូមិនេះមានតែខ្ញុំហើយនឹងបរិសម្នាក់ប៉ុន្តែគាត់និយាយតែឈ្មោះបរិសម្នាក់នោះទេគាត់មិននិយាយថាគ្រូម៉េងនោះឡើយដែលមិនមានកូនដូចជាគាត់ពេលនោះស្រាប់តែមានរទេះគោបានបោដើរកាត់មុខផ្ទះរបស់ព្រីនដេតនោះគឺជាគ្រូម៉េងបានបោកាត់មកស្រាប់តែគាត់មានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំងណាស់គាត់បានឃើញព្រះអង្គដែលគាត់ប្រគេនចង្ហាន់ដែលនៅក្នុងព្រៃពីម្សិលមិញនោះបាន
មកគង់នៅផ្ទះរបស់ព្រីនដេតគាត់ថាពេលនោះពិតជាមាននិស្ស័យខ្លាំងណាស់គាត់ក៏ចាប់ដើមចុះពីលើរទេះគោរួចក៏លុតជង្គង់សំពះនៅពីមាត់ផ្លូវនោះពេលនោះព្រះអង្គក៏បានលើកដៃម្ខាងរួចក៏ធ្វើជាសញ្ញាឲ្យគាត់ក្រោកឡើងអីចឹងទៅពេលនោះគ្រូម៉េងក៏បានក្រោកឡើងរួចក៏បាននិយាយតិចៗថាព្រះអង្គកណាមិនបានចូលនោះទេពេលនោះព្រះអង្គក៏ហាក់បីដូចជាដឹងអ្វីមួយយ៉ាងលោកក៏បែរប្រភ័ក្រទៅញញឹមដាក់គ្រូម៉េងក៏ចាប់ផ្ដើមថ្វាយបង្គំ3ដងរួចក៏ឡើងទៅលើរទេះគោបរចេញពីមុខផ្ទះរបស់ព្រីនដេតបាត់ទៅព្រីនដេតពេលដែលឃើញអញ្ចឹងគាត់មិនបាននិយាយអ្វីនោះឡើយដោយសារនៅមុខព្រះភ័ក្ត្រលោកអីអញ្ចឹងទៅបានជាគាត់អត់មាត់ពេលដែលគាត់បានប្រគេនចង្ហាន់ដល់ព្រះអង្គរួចព្រះអង្គក៏ចាប់ផ្ដើមមានសង្ឃដីកាថាញោមតើញោមចង់បានអ្នកតតំណែងឬក៏ចង់បានកូនចៅអីដែរឬក៏អត់ពេលនោះព្រីនដេតបានតបថាកណាពិតជាចង់បានខ្លាំងណាស់ប៉ុន្តែមិនដឹងថាមានមូលហេតុអ្វីនោះទេលោកក៏បានញញឹមរួចក៏យកដៃទៅអង្អែលក្បាលរបស់ព្រីនដេតរួចក៏បានតបថានេះអាត្មាឲ្យញោមបានតែប៉ុណ្្នឹងនោះទេស្រាប់តែបងប្អូនហាក់បីដូចជាអភិនិហាខ្លាំងណាស់គាត់ក៏ចាប់ផ្ដើមឲ្យអ្វីមួយយ៉ាងហាក់បីដូចជាសម្រិតបន្តិចទងដៃបន្តិចលោកបានមានសង្ឃដីកាថាញោមឆាប់យកវាដាក់ទៅក្នុងពាងទៅពីអ្នកប្តីប្រពន្ធក៏ចាប់ផ្ដើមព្រីនដេតយកទៅដាក់នៅក្នុងពាងប្រពន្ធក្រឡេកទៅមើលប្តីស្រាប់តែងាកមកវិញព្រះអង្គបានបាត់ព្រះភ័ក្ត្របាត់ទៅហើយមិនដឹងថាលោកមុនចេញទៅតាំងពីពេលណានោះទេពេលនោះគាត់ក៏ចាប់ផ្ដើមនាំគ្នាស្ពះទៅកន្លែងដែលព្រះអង្គគង់នោះ3ដងរួចក៏យកបាយចានសម្លដែលព្រះអង្គឆាន់នោះយកទៅទុកដាក់លាងអីចឹងទៅលុះរំលងប្រហែលជាមួយអាទិត្យក្រោយមកស្រាប់តែដំណាំរបស់អ្នកភូមិទើតែមួយភូមិទៅហើយត្រូវបានអ្វីមួយយ៉ាងវាចូលមកស៊ីឡើងខ្ទេចទាំងអស់នៅតែមួយគ្រួសារពីរគ្រួសារនេះទេដែលវាមិនទាន់លុកលុយចូលចំការរបស់គេហើយគេមិនដឹងថាជាអ្វីនោះឡើយដែលចូលមកលុកលុយនៅដំណាំអ្នកភូមិនេះចំណែកលោកមេភូមិគាត់បានចាត់ចែងកូនចៅឲ្យតាមទៅមើលថាតើសត្វអ្វីដែលចូលមកលុកលុយនៅក្នុងភូមិរបស់គាត់ថាបើសិនជាសត្វខ្ទីងឬសត្វក្តាន់សត្វអីក៏ដោយឲ្យតែចូលគឺគាត់បាញ់ទាំងអស់គាត់មិនឲ្យទុកនោះទេទោះបីជាសត្វខ្លាក៏ដោយគាត់និយាយអញ្ចឹងណាបងប្អូនពេលនោះស្រាប់តែមានបរិស3នាក់បានដើរល្បាតនោះគេបានឃើញជ្រូកព្រៃមួយយ៉ាងធំមាឌរបស់វាមិនមែនទូចទេណាបងប្អូនរួចក៏ចាប់ផ្ដើមធ្វើឲ្យអ្នកភូមិមានរបួសដោយសារវាវាយប្រហារអីចឹងទៅអ្នកដើរល្បាតទាំង3នាក់ម្នាក់ត្រូវបានស្លាប់ចំណែក2នាក់ទៀតត្រូវរបួសធ្ងន់ប៉ុន្តែគេអាចនិយាយបានគេបានប្រាប់ថាជ្រូកនោះមាឌរបស់វាគឺធំខ្លាំងណាស់ហើយថ្មសំលៀងកំបិតរបស់វានោះគឺវែងចាក់ស្ទើរតែដល់ភ្នែកបាត់ទៅហើយចង្កូមរបស់វាដុសមកចាក់នៅថ្ងាសរបស់វាប៉ុន្តែអ្វីដែលចម្លែកគឺមានស្រមោលខ្មៅអង្គុយនៅលើក្បាលរបស់វាហើយវាបានចង្អោរប្រាប់អ្នកភូមិថាវានឹងបំផ្លាញអ្នកភូមិនេះឲ្យទាល់តែអស់បានវាសុកចិត្តរួចក៏វាបុកទៅបរិសម្នាក់ដែលស្លាប់នោះធ្វើឲ្យគេស្លាប់បាត់ទៅពេលនោះលោកមេភូមិគាត់មិននៅស្ងៀមនោះទេគាត់ក៏ចាប់ផ្ដើមបបួលគ្នាដើរតាមរកប្រមាញ់សត្វជ្រូកនោះប៉ុន្តែរកយ៉ាងណាក៏នៅតែរកវាមិនឃើញនោះដែរលុះយប់ឡើងប្រហែលជាម៉ោង12យប់គ្រូម៉េងក៏បានយល់ស្បិនឃើញថាមានព្រះច័ន្ទ2ដួងរះមកពីទិសខាងកើតមួយដួងមានពណ៌ស្វាយមួយដួងទៀតមានពណ៌បៃតងស្រាប់តែពណ៌ស្វាយធ្លាក់មកលើផ្ទះរបស់គាត់ហើយមួយដួងទៀតធ្លាក់ទៅលើផ្ទះរបស់ព្រីនដេតពេលនោះគាត់មានអារម្មណ៍ថាពិតជាអខ្លាំងណាស់គាត់សប្បាយផងលូតផងអផងនៅក្នុងស្បិននោះចំណែកព្រីនដេតក៏យល់ស្បិនដូចជាគ្រូម៉េងចឹងដែររួចក៏គាត់ប្រាប់ប្រពន្ធរបស់គាត់តាមដំណើរដើមរឿងអីចឹងទៅហើយចំណែកលោកគ្រូម៉េងគាត់បានដឹងថាប្រកាសណាស់ប្រពន្ធរបស់គាត់នឹងអាចមានផ្ទៃពោះអីចឹងទៅហើយចំណែកព្រីនដេតគាត់មិនដឹងនោះឡើយស្រាប់តែពេលនោះ
លឺសំឡេងអ្វីម្យ៉ាងបាននិយាយថាប្រពន្ធរបស់ឯងមានគួរហើយអញ្ចឹងឯងនេះត្រូវតែមើលថែនាងឲ្យបានល្អក៏ពិតទៅសម្ដីនេះជាសម្ដីរបស់ឪពុករបស់គាត់នោះទេដែលឈ្មោះថាលោកតាសននោះពេលនោះគ្រូម៉េងកំពុងតែនិយាយជាមួយនឹងប្រពន្ធស្រាប់តែគាត់បានមើលតាមបង្អួចទៅគាត់បានឃើញថានៅខាងមុខផ្ទះរបស់គាត់គឺមានជ្រូកព្រៃមួយក្បាលយ៉ាងធំវាបានឈរនៅមាត់លបងវាក៏បានបោះលបងរបស់គាត់ឡើងរបើកមួយចំហៀងណាបងប្អូនហើយគាត់បានឃើញស្រមោលខ្មៅនៅពីខាងលើក្បាលរបស់វាចង្អោលមកផ្ទះរបស់គាត់ប៉ុន្តែវាហាក់បីដូចជាចូលមិនបាននោះឡើយដូចជាមានអ្វីម្យ៉ាងអាចរារាំងវាមិនឲ្យចូលយ៉ាងអញ្ចឹងហើយពេលនោះដែរស្រាប់តែគ្រូម៉េងបានទាញស្នារបស់គាត់សូត្រនិមន្តគាថាបាញ់ទៅវាប៉ុន្តែបាញ់វាមិនមុតនោះឡើយពេលនោះក៏ចាប់ផ្ដើមគាត់ស្រែកឆោឡោទៅផងដែរប៉ុន្តែពេលដែលគាត់ស្រែកនោះហាក់បីដូចជាមានអ្វីម្យ៉ាងមិនឲ្យអ្នកភូមិដឹងនោះឡើយពេលនោះគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍មិនសូវស្រួលគាត់ក៏ចាប់ផ្ដើមឡើងមកលើផ្ទះរបស់គាត់វិញហើយវាមិនដឹងថាបោតាណាទៀតនោះទេអាចនិយាយបានថាហាក់បីដូចជាវាសណ្ដំអ្នកភូមិមិនឲ្យដឹងខ្លួនយ៉ាងអញ្ចឹងលុះកាត់មកដល់ព្រឹកឡើងមេភូមិក៏បានមកដល់ផ្ទះរបស់លោកគ្រូម៉េងរួចក៏បាននិយាយថាតើលោកគ្រូមានដឹងដែរឬទេថាមានសត្វជ្រូកចូលក្នុងភូមិរបស់យើងពេលនោះគ្រូម៉េងបានតបវិញយ៉ាងរដែករដប់ថាខ្ញុំដឹងលោកបងខ្ញុំដឹងប៉ុន្តែខ្ញុំមិនអាចធ្វើអ្វីវាបាននោះទេវាហាក់បីដូចជាមានស្បែកស្វិតយ៉ាងណាអញ្ចឹងពេលនោះលោកមេភូមិក៏បានតបវិញថាពិតជាត្រឹមត្រូវហើយលោកបងដោយសារអ្នកភូមិរបស់យើងត្រូវមានអ្នកស្លាប់ម្នាក់អ្នករបួសធ្ងន់2នាក់ទៅហើយពេលនោះគ្រូម៉េងក៏បានបើកភ្នែកធំរួចក៏និយាយថាពិតមែនដែរឬទេលោកបងពេលនោះលោកមេភូមិក៏បានតបវិញថាពិតខ្លាំងណាស់លោកបងខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទៀតនោះទេអញ្ចឹងហើយខ្ញុំសូមពឹងឲ្យលោកបងជួយនឹងណាពេលនោះគ្រូម៉េងក៏បាននិយាយថាខ្ញុំនឹងខំប្រឹងណាលោកបងពេលនោះគាត់ក៏បានលើកដៃលាគ្រូម៉េងរួចក៏បានតបថាខ្ញុំនឹងទៅរកព្រានដេតមួយទៀតដើម្បីឲ្យមកជួយអន្តរាគមន៍នៅរឿងនេះហើយពេលនោះដែរគ្រូម៉េងក៏បាននិយាយថាមិនបាច់ទៅរកវានោះទេទុកឲ្យតែខ្ញុំទៅម្នាក់ឯងបានហើយប៉ុន្តែលោកមេភូមិគាត់ស្លាញ់សុវត្ថិភាពនៃប្រជាជនរបស់គាត់មិនបានមុតអ្វីតបទៅគ្រូម៉េងនោះឡើយគាត់ក៏បានដើរសម្ដៅទៅផ្ទះរបស់ព្រានដេតពេលនោះព្រានដេតគាត់ក៏បានចាត់ផ្លែព្រួញរបស់គាត់ដើម្បីលាបនៅផ្លែព្រួញរបស់គាត់ផងដែរហើយពេលនោះលោកមេភូមិក៏បាននិយាយថាលោកបងឆាប់មកនេះបន្តិចមកខ្ញុំមានការចង់ប្រាប់លោកបងព្រានដេតក៏ចាប់ផ្ដើមស្ទុះឡើងមករួចក៏និយាយថាតើមានការអ្វីមែនទេលោកបងពេលនោះលោកមេភូមិក៏បាននិយាយឡើងថាលោកបងនៅក្នុងភូមិរបស់យើងគឺមានសត្វព្រៃចូលមកលុកលុយភូមិនឹងណាពេលនោះតើលោកបងអាចជួយខ្ញុំបានដែរឬទេពេលនោះព្រានដេតបាននិយាយថាមិនអីនោះទេលោកបងប៉ុន្តែខ្ញុំសូមក៏ភ្លើងមួយដើមមកដើម្បីទុកការពារនៅអ្នកផ្ទះឬក៏ការពារអ្នកដែលដើរល្បាតជាមួយនឹងខ្ញុំយប់នេះណាលោកបងពេលនោះលោកមេភូមិក៏បាននិយាយថាខ្ញុំនឹងឲ្យកាភ្លើងពីរដើមទូលលោកបងទុកឲ្យលោកបងការពារខ្លួនយប់នេះដើរល្បាតខ្ញុំសង្ឃឹមថាលោកបងនឹងអាចធ្វើបានប៉ុន្តែខ្ញុំសូមបញ្ជាក់បន្តិចទៅថាជ្រូកនេះគឺវាពិតជាស្បែកស្វិតខ្លាំងណាស់បាញ់មិនមុតនោះទេគាត់ក៏បានតបវិញថាខ្ញុំមានរបស់ដែលឪពុករបស់ខ្ញុំបន្សល់ទុកឲ្យខ្ញុំផងដែរមិនអីទេណាលោកបងពេលនោះលោកមេភូមិក៏បានធ្វើដំណើរចេញទៅរួចក៏លាព្រានដេតផងដែរស្រាប់តែកាត់មកដល់យប់ឡើងអ្នកដើរល្បាតនោះគឺមានព្រានដេតនិងមានអ្នកភូមិ4ទៅ5នាក់កាន់កំភ្លើងម្នាក់មួយដើមផងដែរប៉ុន្តែអ្វីដែលចម្លែកនោះព្រានដេតគាត់បានចូលនៅខ្សែកអ្វីម្យ៉ាងនៅក្នុងកំភ្លើងរបស់គាត់ហើយពេលនោះមែនបងប្អូនស្រាប់តែឃើញជ្រូកនោះវាបានដើរមកសម្ដៅរត់មកច្រាស់បរោះ2នាក់នោះធ្វើឲ្យគេដួលទៅម្ខាងប៉ុន្តែពេលនោះព្រានដេតឃើញតន់ក៏ចាប់ផ្ដើមបាញ់សម្ដៅទៅវាធ្វើឲ្យវាមានរបួសជើងខាងឆ្វេងហើយពេលនោះវាក៏រត់បុកព្រានដេតធ្វើឲ្យព្រានដេតហោះប្រហែលជា2ម៉ែត្រទៅហើយបងប្អូនហើយពេលនោះព្រានដេតក៏មានរបួសជើងផងដែរព្រានដេតក៏ទៀត
នៅកំភ្លើងចេញពីដៃនោះគាត់បាននិយាយថាប្រហែលជាគាត់ស្លាប់នៅទីនោះបាត់ទៅហើយប៉ុន្តែសំណាងខ្លាំងណាស់បានគ្រូមេងមកទាន់រួចក៏បាញ់ត្រូវវាមួយស្នាធ្វើឲ្យវាបែរក្បាលទៅមើលគ្រូមេងវិញនោះវាហាក់បីដូចជាខឹងគ្រូមេងយ៉ាងអញ្ចឹងពេលនោះវាក៏រត់មកបុកគ្រូមេងបាញ់វាទៅម្ដងទៀតប៉ុន្តែស្នារបស់គាត់គឺមិនអាចធ្វើអ្វីវាបាននោះទេដោយសារស្បែករបស់វាគឺស្វិតខ្លាំងណាស់ហើយពេលនោះព្រានដេតក៏បានទាញកំភ្លើងរបស់គាត់កាន់នៅនឹងដៃបាញ់សម្ដៅទៅវាមួយគ្រាប់ប៉ុន្តែហាក់បីដូចជាមិនអាចបញ្ឈប់នៅសកម្មភាពវាទៅវាប្រហារគ្រូមេងបាននោះទេពេលនោះគាត់បាញ់វាត្រូវជើងឆ្វេងមួយទៀតក៏នៅតែវារត់ទៅច្រាស់គ្រូមេងផងដែរប៉ុន្តែគ្រូមេងក៏បានស្រែកថាឆាប់យកកំភ្លើងនេះពេលនោះព្រានដេតក៏បានបោះកំភ្លើងទៅឲ្យគ្រូមេងចាប់កំភ្លើងជាប់គាត់ក៏ចាប់ផ្ដើមបាញ់វាត្រូវមួយគ្រាប់កណ្ដាលក្បាលធ្វើឲ្យវាប្រកិចនៅពេញដីរួចក៏ស្លាប់បាត់បង់ជីវិតនៅទីនោះបាត់ទៅហើយគាត់ក៏សូត្រមន្តគាថាចាប់ព្រលឹងនោះទុកផងដែរហើយគាត់ក៏ចាប់ផ្ដើមយកដៃទៅលើកព្រានដេតរួចក៏និយាយថាអរគុណហើយដែលឯងជួយយើងហើយគាត់ក៏យកដៃលើកព្រានដេតឡើងព្រានដេតក៏និយាយថាយើងក៏អរគុណឯងដូចគ្នាដែលឯងជួយយើងពេលនោះពួកគាត់ក៏ចាប់ផ្ដើមថាអញ្ចឹងចាប់ពីពេលនេះទៅយើងកុំឆ្លោះគ្នាអីយើងចាប់ផ្ដើមធ្វើជាមិត្តសម្លាញ់គ្នាតែម្ដងទៅអញ្ចឹងណាបងប្អូនពេលដែលស្អប់គ្នាគឺមើលមុខគ្នាមិនចំនោះទេពេលដែលស្រឡាញ់គ្នាព្រានដេតនាគ្រូមេងក៏ទៅនឹងផងដែរហើយពេលដែលគ្រូមេងចង់ទៅលើភ្នំឬក៏ទៅមើលរំដោះគ្រោះគេអីអញ្ចឹងទៅក៏ព្រានដេតទៅតាមផងដែរលក្ខណៈថាបែកគ្នាមិនបាននោះទេបងប្អូនអញ្ចឹងហើយខ្ញុំក៏សូមដាស់តឿនដល់បងប្អូនថាពេលដែលយើងស្អប់គ្នាមិនមែនស្អប់គ្នាមួយជីវិតនោះទេបងប្អូនយើងត្រូវចេះស្រឡាញ់គ្នាព្រោះអីយើងមានឈាមខ្មែរដូចគ្នាទេបងប្អូនហើយរឿងនេះក៏ខ្ញុំបានរៀបរៀងដោយសរសេរអត្ថបទដោយខ្លួនឯងផ្ទាល់ផងដែរហើយបងប្អូនកុំភ្លេចផ្ដល់មតិយោបល់នៅខាងក្រោមវីដេអូនេះហើយវីដេអូនេះដែរក៏មិនមែនជាវីដេអូ AI ផងដែរគឺជាវីដេអូដែលខ្ញុំបានសរសេររៀបអត្ថបទមកផងដែរអញ្ចឹងបើសិនជាខុសច្រងនៅក្នុងអត្ថបទណាមួយបងប្អូនសូមអធិស្ឋានផងអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេបងប្អូនបាយបាយ